ដៅហើយក៏ក្រើកព្រំដែនប៉ោយប៉ែតកម្ពុជាបានបណ្ដេញជនជាតិថៃជាង600នាក់និងទាត់ចោលនៅការចោទប្រកាន់របស់សារព័ត៌មានថៃជុំវិញរឿង scam អនឡាញតើមានរឿងអ្វីកើតឡើងនៅទីក្រុងប៉ោយប៉ែតទើបឈានទៅដល់ការបណ្ដេញចេញជនជាតិថៃជាង600នាក់ចេញពីទឹកដីកម្ពុជាត្រឹមតែមួយប៉ព្រិចភ្នែកហើយហេតុអ្វីបានជាក្រសួងមហាផ្ទៃនិងអគ្គស្នងការដ្ឋាននគរបាលជាតិនៃកម្ពុជាបានចេញមុខប្រតិកម្មខ្លាំងបដិសេធចោលទាំងស្រុងនៅការចុះផ្សាយរបស់សារព័ត៌មានថៃថ្ងៃនេះយើងនឹងលាតត្រដាងនៅការពិតយ៉ាងលម្អិតនៅពីក្រោយប្រតិបត្តិការទ្រង់ទ្រីធំបង្ក្រាបបទល្មើសអនឡាញនិងការកាច់បំបាក់ព័ត៌មានคล้ายៗដែលកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងសូមស្វាគមន៍ប្រិយមិត្តទស្សនិកជនទាំងអស់គ្នាវិលមកកាន់ Channel ព័ត៌មានសុធីញូជួបគ្នាជាមួយខ្ញុំបាទសុធានៅថ្ងៃនេះយើងមាននៅព័ត៌មានដ៏ក្តៅកគុកនិងលម្អិតស៊ីជម្រៅមួយដែលកំពុងតែទទួលបាននៅការចាប់អារម្មណ៍យ៉ាងខ្លាំងទាំងក្នុងនិងក្រៅប្រទេសនេះគឺជាប្រតិបត្តិការនៃការបោសសម្អាតបទល្មើសអនឡាញនៅក្រុងប៉ោយប៉ែតដែលបានបង្ហាញអំពីការបដិញ្ញាចិត្តយ៉ាងមុតមមរបស់កម្ពុជាសូមប្រិយមិត្តទាំងអស់គ្នាតាមដាននៅសាច់រឿងលម្អិតដូចតទៅនេះប្រិយមិត្តពុកម៉ែបងប្អូនជាទីគោរពជាការឆ្លើយតបទៅនឹងបទបញ្ជាដ៏ម៉ឺងម៉ាត់បំផុតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាដែលបានណែនាំមិនឲ្យកងកម្លាំងមានសមត្ថកិច្ចបង្អាក់ដៃឬផ្អាកការបង្ក្រាបបទល្មើស scam អនឡាញក្នុងអំឡុងពេលចូលឆ្នាំនោះប្រតិបត្តិការដ៏ធំមួយត្រូវបានលេចចេញឡើងជារូបរាងនៅលើទឹកដីនៃខេត្តបន្ទាយមានជ័យគួរជម្រាបជូនដែរថាកាលពីថ្ងៃទី25ខែមេសាឆ្នាំ2026កន្លងទៅនេះនៅពេលដែលកម្លាំងប្រតិបត្តិការចម្រុះរបស់កម្ពុជាក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមសេនីយ៍ឯកសថេតអគ្គស្នងការនគរបាលជាតិនិងដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ឯកលុនសុផាតលោកឧត្តមសេនីយ៍ឯកសមវណ្ណវីរៈនិងឧត្តមសេនីយ៍ឯកហែមសុវណ្ណរួមសហការជាមួយកម្លាំងបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យបានចុះឆែកឆេរទីតាំងសង្ស័យមួយកន្លែងទីតាំងនោះមានសន្តាគារជាអគារខុនដូកម្ពស់រហូតដល់ទៅ13ជាន់ដែលស្ថិតនៅក្នុងភូមិក្បាលស្ពាន2សង្កាត់អូជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យទីតាំងបរិយសានកោសង្កាត់ផ្សារកណ្ដាលនៅក្នុងប្រតិបត្តិការដ៏ក្តៅកគុកដែលអូសបន្លាយតាំងពីពេលរសៀលរហូតដល់ពេលយប់កងកម្លាំងសមត្ថកិច្ចបានរកឃើញទីតាំងនេះគឺជាសម្បុកនៃការលបលួចធ្វើអាជីវកម្មឆបោកតាមប្រព័ន្ធអនឡាញលបែងស៊ីសងខុសច្បាប់និងមានពាក់ព័ន្ធនឹងបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនដោយមានជនបរទេសជាច្រើនអ្នកកំពុងស្នាក់នៅនិងធ្វើការដោយសារតែចំនួនជនបរទេសមានច្រើនលើសលប់ជាពិសេសជនជាតិចិនដែលបានព្យាយាមសម្រុកកិច្ចខ្លួនកម្លាំងសមត្ថកិច្ចថែមទាំងបានសម្រេចចិត្តផ្ទុះអាវុធជាច្រើនគ្រាប់ដើម្បីទប់ស្កាត់ការរត់គេចខ្លួនរបស់ក្រុមជនល្មើសទាំងនោះថែមទៀតផងជាលទ្ធផលបឋមនៃការចោះឆែកឆេរនេះអាជ្ញាធរកម្ពុជាបានរកឃើញនិងរឹបអូសវត្ថុតាំងយ៉ាងច្រើនសន្ធឹកសន្ធាប់រួមមានទូរស័ព្ទដៃចំនួន4685គ្រឿងអេក្រង់កុំព្យូទ័រចំនួន416គ្រឿងនិងឧបករណ៍អេឡិចត្រូនិកជាច្រើនទៀតដែលមានផ្ទុកទៅដោយ website ល្បែងអនឡាញនិងមានទិសដៅអតិថិជនឆ្ពោះទៅកាន់ប្រទេសថៃឈានមកដល់រសៀលវេលាម៉ោង 2:30 នាទីនៅថ្ងៃទី30ខែមេសាយោងតាមនីតិវិធីច្បាប់របស់កម្ពុជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានសម្រេចធ្វើការបណ្ដេញជនជាតិថៃសរុបចំនួន635នាក់ក្នុងនោះមានស្ត្រីចំនួន360នាក់ឲ្យវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតការបណ្ដេញចេញនេះធ្វើឡើងពីបទលួចឆ្លងដែនខុសច្បាប់និងធ្វើការងារដោយគ្មានការអនុញ្ញាតព្រមទាំងជាប់ពាក់ព័ន្ធនឹងបណ្ដាញឆបោកអនឡាញដោយឡែកលោកឧត្តមសេនីយ៍ឯកសមវណ្ណវីរៈបានបញ្ជាក់យ៉ាងច្បាស់ថាជនសង្ស័យដែលជាមេខ្លោងឬអ្នកពាក់ព័ន្ធធ្ងន់ធ្ងរចំនួន30នាក់ទៀតមិនត្រូវបានបណ្ដេញ
ងចេញភ្លាមនោះទេដោយសមត្ថកិច្ចកំពុងខាត់ខ្លួនដើម្បីកសាងសំណុំរឿងនិងអនុវត្តនីតិវិធីច្បាប់នៅកម្ពុជាប្រិយមិត្តជាទីគោរពរាប់អានប្រសិនបើយើងពិនិត្យមើលឲ្យបានស៊ីជម្រៅទៅលើព្រឹត្តិការណ៍នេះវាមិនមែនគ្រាន់តែជាការចាប់បញ្ជូនមនុស្សធម្មតានោះទេក៏ប៉ុន្តែវាគឺជាសារព្រមានយ៉ាងច្បាស់មួយពីអាជ្ញាធរកម្ពុជាទៅកាន់ក្រុមឧក្រិដ្ឋជនឆ្លងដែនទាំងអស់នោះយើងត្រូវចងចាំថាកម្ពុជាទើបតែបានដាក់ឲ្យចូលជាធរមាននៅច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាលពីថ្ងៃទី7ខែមេសាឆ្នាំ2026ថ្មីនេះដែលឡាយព្រះហស្ថលេខាដោយសម្ដេចអគ្គមហាសេនាធិបតីដេជោនសែនប្រមុខរដ្ឋស្ដីទីច្បាប់ថ្មីនេះមានទម្ងន់ធ្ងន់ធ្ងរណាស់ដោយបានបង្កើតបទល្មើសព្រហ្មទណ្ឌថ្មីចំនួន5ដូចជាបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបទរៀបចំដឹកនាំមជ្ឈមណ្ឌលឆបោកបទជ្រើសរើសឬបណ្ដោះបណ្ដាលអ្នកដទៃឲ្យប្រព្រឹត្តអំពើឆបោកបទប្រមូលឯកសារអត្តសញ្ញាណអ្នកដទៃដោយទុច្ចរិតនិងបទល្មើសសម្អាតប្រាក់ជនល្មើសអាចប្រឈមមុខនឹងការជាប់ពន្ធនាគារខ្ពស់បំផុតរហូតដល់1ជីវិតការពិន័យជាប្រាក់រហូតដល់ទៅ1000លានរៀលនិងការរឹបអូសទ្រព្យសម្បត្តិទាំងស្រុងដូច្នេះប្រតិបត្តិការនៅប៉ោយប៉ែតនេះគឺជាការអនុវត្តជាក់ស្ដែងភ្លាមនៃច្បាប់ដ៏តឹងរ៉ឹងនេះដែលបង្ហាញថាកម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ជនឆបោកតាមប្រព័ន្ធអនឡាញនោះឡើយក៏ប៉ុន្តែអ្វីដែលធ្វើឲ្យកក្រើកនិងគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះគឺប្រតិកម្មឆ្លើយតបរវាងកម្ពុជានិងសារព័ត៌មានរបស់ថៃមួយចំនួនស្របពេលដែលកម្ពុជាកំពុងតែចាត់វិធានការតាមផ្លូវច្បាប់យ៉ាងរលូនសារព័ត៌មានថៃធំមួយចំនួនដែលមានដូចជា The Nation, Khao Sud English និង Thai New Agency បែរជាចុះផ្សាយព័ត៌មានបំភ្លៃការពិតដោយចោទប្រកាន់ថាកម្ពុជាមានចេតនាពន្យាពេលបង្ខាំងទុកជនជាតិថៃទាំងនោះនិងថែមទាំងអះអាងថាភាគីថៃត្រូវអង្វរកទទូចសុំទើបកម្ពុជាព្រមបើកច្រកទ្វារព្រំដែនតាក់ទងទៅនឹងចំណុចនេះក្រសួងមហាផ្ទៃនិងអគ្គស្នងការដ្ឋាននគរបាលជាតិនៃកម្ពុជាបានចេញមុខទាត់ចោលនិងច្រានចោលយ៉ាងដាច់អហង្ការនៅការចោទប្រកាន់ដោយគ្មានមូលដ្ឋានទាំងអស់នេះតាមការពិតទៅតើកម្ពុជាមានហេតុផលអ្វីដែលត្រូវបង្ខាំងមនុស្សរាប់រយនាក់ទុកដើម្បីនាំឲ្យខាតបង់នៅពេលវេលានិងបង្ហិនបង្ហោចបាយទឹករបស់រដ្ឋនោះការពិតជាក់ស្ដែងដំណើរការរៀបចំបែបបទបញ្ជូនជនជាតិថៃជាង600នាក់នេះគឺភាគីកម្ពុជាបានសម្របសម្រួលយ៉ាងឆាប់រហ័សជាទីបំផុតដោយប្រើប្រាស់ពេលវេលាមិនដល់24ម៉ោងផងមិនត្រឹមតែប៉ុណ្ណោះផ្អែកទៅលើស្មារតីមនុស្សធម៌អាជ្ញាធរកម្ពុជាជាពិសេសមន្ត្រីនគរបាលអន្តោប្រវេសន៍ថែមទាំងបានយកចិត្តទុកដាក់ខ្ពស់ចែកជូននៅទឹកបរិសុទ្ធជូនដល់ប្រជាពលរដ្ឋថៃទាំងនោះបរិភោគក្នុងអំឡុងពេលដែលពួកគេអង្គុយរងចាំការបញ្ជូនចេញទៅកាន់ប្រទេសកំណើតវិញថែមទៀតផងនេះសបញ្ជាក់ឲ្យឃើញពីភាពថ្លៃថ្នូរការគោរពសិទ្ធិមនុស្សនិងការអនុវត្តច្បាប់ប្រកបដោយវិជ្ជាជីវៈរបស់កងកម្លាំងកម្ពុជាដែលមិនមានចរិតពុតបុតឬមានចេតនាអាក្រក់ដោយការលាពណ៌របស់សារព័ត៌មានបរទេសមួយចំនួននោះទេការចុះផ្សាយបែបនេះត្រូវបានក្រសួងមហាផ្ទៃចាត់ទុកថាជាការបង្ហាញអំពីកម្រិតនៃការយល់ដឹងទាបលើនីតិវិធីអន្តោប្រវេសន៍និងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំងពីរសរុបជារួមមកវិញព្រឹត្តិការណ៍នៅទីក្រុងប៉ោយប៉ែតនេះគឺជាសារមួយយ៉ាងច្បាស់បញ្ជាក់ប្រាប់ទៅកាន់ពិភពលោកថាកម្ពុជាកំពុងតែឈានមុខគេនៅក្នុងការបោសសម្អាតនិងកម្ចាត់ចោលនៅបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែននិងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយឈរទៅលើគោលការណ៍ច្បាប់យ៉ាងខ្ជាប់ខ្ជួនកម្ពុជានឹងមិនអនុញ្ញាតឲ្យជនបរទេសណាមួយមកប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីប្រព្រឹត្តបទល្មើសនោះទេតើប្រិយមិត្តពុកម៉ែបងប្អូនយល់យ៉ាងណាដែរចំពោះចំណាត់ការដ៏ក្តៅកគុករបស់កម្ពុជានិងការចុះផ្សាយបំភ្លៃការពិតរបស់សារព័ត៌មានថៃនេះសូមប្រិយមិត្តពុកម៉ែបងប្អូនចូលរួមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោមវីដេអូនេះទាំងអស់គ្នាសូមអរគុណសម្រាប់ការតាមដានទស្សនានិងស្ដាប់តាំងពីដើមរហូតដល់ចប់សម្រាប់ពេលនេះខ្ញុំបាទសុធាសូមអរគុណនិងសូមជម្រាបលា